នៅស្រុកខ្មែរឬសអាកាសធាតុក្តៅឡើងចង់40អង្សាសេចំណែកខាងខ្ញុំនេះតកកពេញដីឡើយបងប្អូននៅប្រទេសជប៉ុននេះតំបន់កាន់តូរបស់ខ្ញុំគឺនៅតែជាក់នៅឡើយទេចានេះបងប្អូនមើលបើកភ្នែកមកក្តីសុខពេញទំហឹងបងប្អូនហើយបងប្អូនមើលណែយាយហើយចៅខ្ញុំจะឲ្យយកញីគេគិតតែញ៉ាំចឹងទៅមានទឹកដោះគោមាននំប៉័ងមានយ៉ាអ៊ូមានទឹកឃ្មុំមានចែមហើយបងប្អូនកលេចមកខាងនេះវិញថ្ងៃទី19ប៉ុន្តែក៏មើលបងប្អូនណាសស្គូសនៅខាងក្រៅមេឃក៏សដីក៏សហើយឡានខ្ញុំបានខ្លាយទៅជាឡានក្រែមកៃឯចាឡានក្រែមកៃមើលទៅជិះសាច់ជិះតែតោះតែមើលខាងក្រៅបន្តិចបងប្អូននៅស្រុកខ្មែរឬស្រុកអាកាសធាតុក្តៅឡើងចង់40អង្សាសេចំណែកខាងខ្ញុំនេះតកកពេញដីឡើយបងប្អូននៅប្រទេសជប៉ុននេះតំបន់កាន់តូរបស់ខ្ញុំគឺនៅតែជាក់នៅឡើយទេចានេះបងប្អូនមើលឡានខ្ញុំគឺថាយើងមិនខ្វះទេតកកស្រុកនេះចាឃើញទេខ្ញុំនាំបងប្អូនទៅមើលសីតុណ្ហភាពវិញថានៅក្នុងផ្ទះសីតុណ្ហភាពប្រហែលអង្សាហើយខាងក្រៅផ្ទះប្រហែលអង្សាចានេះបងប្អូនខាងលើគឺ 1.6 ខាងលើហ្នឹងគឺសីតុណ្ហភាពក្រៅផ្ទះនៅក្នុងផ្ទះ 13.8 ពួកខ្ញុំចេះស៊ាំរស់នៅជប៉ុន10ជាងក៏រស់ក៏ធម្មតាមើលបងប្អូនពាក់ខោចឹងអូអាយមីចេះណាចេះញ៉ាំខ្លួនឯងស្គើយអូឌីកូទេអូឌីកូជីបុនដេតាបេតេរចេះញ៉ាំកាន់ញ៉ាំខ្លួនឯងម៉ាក់ធ្វើបាយដុំឲ្យមូលឲ្យដាក់ស្បោងណែបងប្អូនស្នូលត្រីខឃើញទេចារៃម៉ាញ់អាណូសាកាណាដាស្មេណានេះស្នាសាកាណាស្នាម៉ាយ៉សូដែរសូសីតុណ្ហភាពយើងបើកនេះម៉ាស៊ីនកម្ដៅ26អង្សាសេនៅក្នុងផ្ទះហ៎តែកម្ដៅនៅក្នុងផ្ទះវាអត់ទាន់ឡើងបងប្អូន